បងប្អូនទាំងអស់គ្នាទូរស័ព្ទបច្ចុប្បន្នមានតម្លៃកាន់តែធូរទៅបើសិនជាបងប្អូនចំណាយលុយ$100ក្នុងការទិញទូរស័ព្ទបច្ចុប្បន្ននេះគឺបានមុខងារច្រើនជាងចំណាយ$100ទិញទូរស័ព្ទកាលពីឆ្នាំមុនដូចជាទូរស័ព្ទម្ដងនេះមានតម្លៃត្រឹមតែ$119ទេក៏ប៉ុន្តែយើងបាននៅមុខងារច្រើនដូចជាទី1គឺអេក្រង់ល្បឿនលឿនដែលមានភាពធន់រឹងមាំខ្លាំងមែនទែនវាធន់នឹងការប៉ះទង្គិចនិងធន់ពីការធ្លាក់បានយ៉ាងប្រសើរវាមានថ្មធំដល់ទៅ5200 mAhមានកម្លាំងសាកល្បឿនលឿនដល់ទៅ35វ៉ាត់និងចំណុចពិសេសច្រើនទៀតដែលខ្ញុំនឹងនិយាយលម្អិតពីវាទូរស័ព្ទនេះមានឈ្មោះថា Honor X6B វាគឺជាទូរស័ព្ទដែលមានតម្លៃធូរនិងធន់រឹងមាំជាងគេហើយវាទទួលបានវិញ្ញាបនបត្រផ្កាយ5បញ្ជាក់អំពីភាពធន់រឹងមាំក្រោយការធ្វើតេស្តអញ្ចឹងចំពោះការប្រើប្រាស់ប្រចាំថ្ងៃបើជ្រុះទូរស័ព្ទពីដៃទៅលើបេតុងទូរស័ព្ទមិនបាក់បែកទេជាពិសេសគឺអេក្រង់ហ្នឹងដែលសំខាន់ជាងគេអញ្ចឹងបើសិនជាទុកទូរស័ព្ទចោលហើយកូនយើងកាន់លេងយើងនឹងទុកចិត្តជាងទូរស័ព្ទផ្សេងទូរស័ព្ទនេះមានជម្រើស3ពណ៌គឺពណ៌បៃតងពណ៌ខ្មៅនិងពណ៌ស្វាយនៅក្នុងប្រអប់មានទូរស័ព្ទមួយគ្រឿងមានខេសថ្លាមួយខ្សែសាកនិងដុំសាកល្បឿន35វ៉ាត់មួយឈុតនិងបញ្ចូលចាក់ស៊ីមមួយនិយាយពីអេក្រង់នេះមានទំហំ 6.5 អ៊ីនបង្ហាញរូបភាពបានគុណភាព HD+ ល្បឿន 90Hz ហើយនេះគឺជាអេក្រង់ល្អមើលវីដេអូបានគុណភាពច្បាស់ពណ៌ក៏បង្ហាញបានស្រស់ហើយពន្លឺអេក្រង់ក៏អាចភ្លឺខ្លាំងដល់ទៅ780នីតដែលអាចមើលបានល្មមនៅខាងក្រៅមិនងងឹតពិបាកមើលទេអេក្រង់នេះក៏ល្អសម្រាប់ការមើលនៅពេលយប់ដោយមានមុខងារ Dynamic Dimming ដោយវាទម្លាក់កម្រិតពន្លឺឲ្យទាបកាន់តែទាបនៅពេលមើលនៅទីងងឹតហើយល្បឿនអេក្រង់ 90Hz ជួយឲ្យចលនាលើអេក្រង់ smooth មិនស្ទុះទេចំណុចសំខាន់មួយគឺទូរស័ព្ទតម្លៃប៉ុណ្ណឹងមែនតែយើងទទួលបាននៅល្បឿនសាកថ្មលឿនដល់ទៅ35វ៉ាត់ដែលអាចសាកបានលឿនបើពេលអស់ថ្មលេងយើងអាចសាកថ្មត្រឹមតែ10នាទីគឺបានថ្មដល់ទៅ 20% ចំពោះកម្លាំងម៉ាស៊ីនទូរស័ព្ទនេះមកជាមួយនឹងបន្ទះ chip Helio G85 ដែលមាន RAM ទំហំ 6GB ដែលអាចបូកបន្ថែម 6GB ទៀតពី memory ក្នុងម៉ាស៊ីនហើយកម្លាំងម៉ាស៊ីនប៉ុណ្ណេះផ្ដល់នូវល្បឿនលឿនសមរម្យសម្រាប់ការប្រើប្រចាំថ្ងៃដូចជាការមើលវីដេអូការ call ចេញចូលការអូស TikTok លេងហើយថ្មទំហំ 5200 mAh ក្នុងទូរស័ព្ទនេះអាចប្រើបានដល់ទៅ2ថ្ងៃយ៉ាងស្រួលចំពោះ software ទូរស័ព្ទនេះដំណើរការដោយ Magic OS 8នៅលើ Android 14ជំនាន់ចុងក្រោយដែលវាស្រួលប្រើបើកំពុងបើកប្រើកម្មវិធីមួយយើងអាចបើកកម្មវិធីផ្សេងទៀតពីលើប្រើបានក្នុងពេលតែមួយនិយាយពីកាមេរ៉ាខាងក្រោយមាន sensor 2គ្រាប់ sensor មួយគ្រាប់ជា sensor gold មានទំហំ50 megapixel មាន aperture 1.8 និងមួយគ្រាប់ទៀតគឺជា depth sensor សម្រាប់ជំនួយមុខងារ portrait ហើយកាមេរ៉ាមុខមានទំហំ5 megapixel មាន aperture 2.2 ហើយនេះគឺជាគុណភាពរូបភាពដែលខ្ញុំបានថតវាថតបានគុណភាពច្បាស់ល្អអាចប្រើការបានមុខងារ portrait ក៏អាចថតឲ្យប្រៀបទៅខាងក្រោយបានដូចទូរស័ព្ទថ្លៃផ្សេងទៀតដែរហើយវីដេអូគឺអាចថតបានដល់ទៅគុណភាព 1080 គ្រាន់តែវាទុកលំនឹងមិនសូវជានឹងខ្លាំងទេចំពោះការដោះសោយើងអាចប្រើ sensor scan ជាមួយនឹងប៊ូតុង power ដែល scan បានលឿននិងអាច scan បានទោះបីជាមិនទាន់បំភ្លឺអេក្រង់ជាងមុនក៏ដោយទូរស័ព្ទនេះក៏មានធុនដុតកាសមួយដែរសម្រាប់ប្រើកាសខ្សែឬក៏ស្ដាប់វិទ្យុក៏បានដែរកម្មវិធីវិទ្យុគឺដំឡើងមកស្រាប់យើងអាចប្រើ SIM card បាន2ឬក៏អាចដាក់ SIM 1និងថែម memory card បានមួយទៀតសរុបចុងក្រោយ Honor X6B នេះមានតម្លៃ$119យើងបាន RAM 6GB ដែលអាចបូកបន្ថែម 6GB ទៀតពី memory សរុបទៅយើងបាន RAM 12GB memory ក្នុងម៉ាស៊ីន 128GB ស្រាប់យើងបានថ្មធំដល់ទៅ5200 mAh ដែលអាចប្រើបានប្រមាណជា2ថ្ងៃនិងសាកថ្មចូលលឿនយើងបានអេក្រង់លឿនល្បឿន 90Hz និងភាពធន់រឹងមាំធន់នឹងការធ្លាក់ធន់នឹងការប៉ះទង្គិចបងប្អូនយល់យ៉ាងម៉េចដែរចំពោះ Honor X6B មួយនេះកុំភ្លេចទៅសេក្នុង comment ខាងក្រោមឲ្យខ្ញុំបានដឹងផងជួបគ្នានៅវីដេអូក្រោយទៀត